បាទខ្ញុំបាទឈ្មោះខឹមបុរីជាកីឡាករខ្សែបម្រើប្រយុទ្ធនៅក្នុងក្លឹប Nagawal បាទចង់សួរមកថាតើអាយុប្រមាណដែលបងត្រូវបានកោះហៅចូលទៅលេងក្នុងក្រុមជម្រើសជាតិកម្ពុជាហើយដោយគ្រូបង្វឹកមួយណាហើយពេលនោះបងលេងជាទូនាទីអ្វីដែរបាទចំពោះខ្ញុំគឺអាយុ19ឆ្នាំត្រូវបានកោះហៅចូលនៅក្នុងជម្រើសជាតិកម្ពុជាក្នុងឆ្នាំ2007ដោយលោកគ្រូ Scott O'Donnell ជនជាតិអូស្ត្រាលីលេងនៅក្នុងទូនាទីខ្សែបម្រើបាទខ្ញុំចង់ដឹងថាតើអាយុប្រមាណដែរបងចាប់ផ្ដើមលេងបាល់ទាត់ជាអាជីពតែម្ដងបាទចំពោះខ្ញុំគឺអាយុ18ឆ្នាំគឺខ្ញុំចាប់ផ្ដើមលេងបាល់ទាត់អាជីពហើយចង់សួរបងមួយទៀតគឺអំពីរបួសដៃរបស់បងតើដល់ដំណាក់កាលយ៉ាងម៉េចដែរបងបាទចំពោះរបួសដៃរបស់ខ្ញុំមកដល់ពេលនេះគឺមានរយៈពេល7 ខែហើយឥឡូវនេះខ្ញុំបានដោះដែកបានជោគជ័យនៅសប្តាហ៍មុននេះហើយខ្ញុំរំពឹងថារយៈពេល1 ទៅ 2 សប្តាហ៍ទៀតខ្ញុំនឹងអាចចូលវឹកហាត់ជាមួយនឹងក្រុមឡើងវិញដើម្បីឲ្យរាងកាយរបស់ខ្ញុំមកដូចដើម 100% វិញបាទចុះលក្ខណៈថាជា idol របស់បងតែកីឡាករមួយណាដែលជា idol ក្នុងចិត្តរបស់បងបាទចំពោះខ្ញុំគឺកីឡាករដែលខ្ញុំចូលចិត្តគឺ Cristiano Ronaldo គាត់ជាកីឡាករនៅក្នុងក្រុម Real Madrid ក៏ដូចជាក្រុមជម្រើសជាតិប៉ុស្តុហ្គាល់បាទហើយចំណុចពិសេសអ្វីមួយដែរដែលគួរឲ្យបងពេញចិត្តគាត់បាទចំពោះចំណុចពិសេសជាច្រើនដែលខ្ញុំពេញចិត្តគាត់គឺ style លេងរបស់គាត់ការស៊ូបញ្ចូលទីដ៏ល្អការទាត់ free kick គឺជាការប៉ិនប្រសប់ការបណ្ដាបាល់ហើយនឹងទីបញ្ចប់ការទាត់បញ្ចូលទីរបស់គាត់ជាពិសេសគឺខ្ញុំចូលចិត្តនៅការលេងរបស់គាត់ត្រង់នេះបាទសំណួរមួយទៀតគឺចង់សួរថាតើក្រៅពីកម្មភាពបាល់ទាត់របស់បងតើនៅពេលទំនេរនៅផ្ទះបងចូលចិត្តធ្វើអីបាទក្រៅពីទំនេរពីការវឹកហាត់គឺនៅផ្ទះគឺខ្ញុំចូលចិត្តមើល YouTube ពីការលេងបាល់ទាត់ហើយនឹងមើលវីដេអូសារឡើងវិញពីការលេងរបស់ខ្លួនឯងហើយនឹងចូលចិត្តស្ដាប់ភ្លេងសំណួរចុងក្រោយចង់សួរបងថាតើបងមានពាក្យពេចន៍អ្វីផ្ដាំផ្ញើទៅដល់ក្មេងៗដែលគាត់ចូលចិត្តបាល់ទាត់ចូលចិត្តលេងបាល់ទាត់បាទជាចុងក្រោយខ្ញុំសូមផ្ដាំដល់យុវជនចំនួនក្រោយជាពិសេសបងប្អូនដែលចូលចិត្តវិស័យកីឡាបាល់ទាត់បើយើងចង់ក្លាយខ្លួនជាកីឡាករអាជីពជាកីឡាករដែលមានសមត្ថភាពហើយនឹងជាកីឡាករដែលជំរឿសជាតិនៅពេលអនាគតសូមបងប្អូនប្រឹងប្រែងវឹកហាត់ទាំងស្មារតីទាំងទឹកចិត្តទាំងការតស៊ូឲ្យអស់ពីចិត្តដើម្បីខ្លួនឯងក្លាយជាកីឡាករនៅពេលអនាគតបាទសូមអរគុណអរគុណច្រើន